កញ្ចប់គោ70គីឡូទៅកាន់ខេត្តកំពង់ចាមថ្ងៃនេះគឺថាចេញគីឡូធ្ងន់នេះហើយពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមានគោដុតទម្ងន់70គីឡូមានស៊ុបក្បាលជើងមួយឆ្នាំងធំហើយត្រីដុតជ្រក់ស្វាយខ្ចីរហូតដល់20ក្បាលហើយសម្រាប់ត្រីនិងស៊ុបគឺភ្ញៀវគាត់អែតបន្ថែមទេហើយកញ្ចប់គោដុតរបស់យើងគឺមានតែគោដុតក៏ដូចជាសម្លម្ជូរព្រៃហើយនឹងមានមុខម្ហូបផ្សេងជាច្រើនទៀតដែលលោកពូអ្នកមីងនៅខាងនោះគឺគាត់អ្នករៀបចំធ្វើនេះគាត់ជាកម្មវិធីចូលរោងបន់ទេបាទគឺបងប្រុសលេងឈុតប៉ុណ្ណេះហើយចុះតម្រាំថ្ងៃបន់ទៀតយ៉ាងណាទេពុកម៉ែបងប្អូនទាំងអស់គ្នាគឺថាគាត់ធ្វើបន់គឺថាកថាធំដុំខ្លាំងមែនតើជំរាបសួរក៏ដូចជាសួស្ដីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាចេញពីព្រលឹមគាត់បើកភ្នែកមកនឹងគឺថាមកដល់បាស្ពានប្រៃក្តាមហើយថ្ងៃនេះគឺយើងតម្រង់ទៅកាន់ខេត្តកំពង់ចាមដោយសារតែមានភ្ញៀវគាត់កំងគោរហូតដល់70គីឡូគឺគីឡូធំបំផុតហើយពាក់ព័ន្ធជាមួយគីឡូ70នេះគឺយើងលើសឲ្យភ្ញៀវរហូតដល់បាទ6គីឡូគឺគោនេះទម្ងន់76គីឡូបាទមានស៊ុបមួយឆ្នាំងត្រីដុតបាទ20ក្បាលអញ្ចឹងគឺបាទមុខម្ហូបយើងក្រែលដែរ4មុខអញ្ចឹងយើងស្រូតទៅតាំងពីព្រលឹមគ្រាន់តែចោះទៅលើស្ពានមកឃើញមីងគាត់លក់បាទឈុកតាមផ្លូវណាផ្លែឈុកក៏ឈប់ទិញឆ្អិនមកថងដើម្បីបាទតេសតាមផ្លូវកុំឲ្យងុយគេងហើយខ្ញុំហ្នឹងគឺគាត់ព្រីបាទឆៅឲ្យ2ផ្លែដែរអរគុណមីងខ្លាំងមែនតើគាត់ថាធ្លាប់ឃើញយើងតាមវីដេអូគោដុតគោអីចឹងទៅក៏បានសួរនាំយើងដែរហើយបន្ទាប់ពីចេញមកបាទរយៈពេលមួយសន្ទុះឥឡូវយើងមកដល់បាទទីរួមខេត្តកំពង់ចាមហ្នឹងគឺខ្ទង់ម៉ោងមកដណ្ដប់ហើយម៉ោងបាយម៉ោងហើយមកដល់ហ្នឹងគឺឡានយើងមានបញ្ហាទៅពុកម៉ែបងប្អូនទាំងគ្នាគឺមកដល់ភ្លាមឡានយើងគឺថាហូបព្រីអត់ឈប់តែម្ដងអញ្ចឹងក៏រៀបចំរកទីតាំងដើម្បីដាក់គោដាក់គ្រឿងក្រៅចក្រានជើងឆ្នាំងយើងចោះសិនដើម្បីយកឡានយើងទៅមើលដោយសារតែយើងត្រូវទៅវិញទាំងយប់អញ្ចឹងគឺហានិភ័យខ្លាំងមែនទែនដូចខ្ញុំបានប្រាប់បងប្អូនអញ្ចឹងបាទសម្រាប់ផ្លូវឆ្ងាយគឺហានិភ័យគ្រប់បែបយ៉ាងពាក់ព័ន្ធជាមួយទាំងការធ្វើដំណើរបាទទាំងឡានទាំងអីហ្នឹងគឺមិនសូវចំណេញប្រហែលទេអញ្ចឹងពុកម៉ែបងប្អូនសង្ឃឹមថាយោគយល់ពាក់ព័ន្ធជាមួយតម្លៃដែលយើងចេញទៅក្រៅខេត្តព្រោះក្រៅខេត្តដល់ដូចនៅក្នុងខេត្តទេយើងត្រូវការចំណាយធ្វើដំណើរផងហូបចុកអីផងអញ្ចឹងណាគាត់មកដល់ភ្លាមប្រាប់បងថាហូបព្រាងបងក៏គាត់មានព្រាងគឺគាត់ឲ្យព្រាងយើងរហូតដល់1លីត្រខ្លះទៅ2លីត្រអញ្ចឹងទៅបងប្រុសម្ចាស់កម្មវិធីគឺគាត់ចិត្តល្អខ្លាំងមែនទែនមកដល់ទទួលរយៈជួយលើកចក្រានជួយលើកអីហើយបាទជួយសម្រួលឡានយើងឲ្យយើងរកកន្លែងបាទទៅធ្វើឡានឥឡូវកំពុងតែជីកបាទកាត់បាទស្ពានគីសូណាពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ថ្ងៃទី10ជាងនេះគឺយើងបានទៅហើយសម្រាប់បាទស្រុកក្រូចឆ្មានៅខាងត្បូងឃ្មុំឥឡូវនេះគឺមកដល់ទីតាំងធ្វើឡានពាក់ព័ន្ធជាមួយឡានហ្នឹងគឺបាទការ៉ាសគេប្រាប់ថាមិនដឹងហើយអត់ទេសម្រាប់មួយថ្ងៃហ្នឹងគ្រាន់តែលឺបែបហ្នឹងគឺថាខ្ញុំសេតតែម្ដងបងប្អូនទាំងគ្នាឥឡូវនេះមកមិនដណ្ដប់2ដណ្ដប់គឺអត់ទាន់បានបាយទេឥឡូវដាក់ឡានចោលសិនគឺហៅកង់3ដើម្បីធ្វើដំណើរទៅកន្លែងកម្មវិធីភ្ញៀវហើយភ្ញៀវគាត់តែមកថាចាំគាត់មកយកឥឡូវនេះគឺឡើងកង់3បាត់ហើយគាត់ហៅមកហូបបាយណាបងប្រុសគឺគាត់បាទគិតគូបាទយើងខ្លាំងមែនតើដោយសារតែគាត់ឃើញយើងមកពីចងាយហើយឡានមានបញ្ហាហើយរៀងទៅហេបទៅហប់ផងណាអញ្ចឹងសម្រាប់មួយរោងនេះគឺរៀងចត់បាយបន្តិចប៉ុន្តែក៏អារម្មណ៍យើងរៀងធូរស្រាលពេលដែលម្ចាស់កម្មវិធីគាត់យោគយល់គាត់ជួយយកអាសាយើងបានច្រើនអញ្ចឹងណាឥឡូវនេះគឺបន្ទាប់ពីមកកន្លែងធ្វើឡានហើយនោះក៏ញ៉ាំបាយញ៉ាំអីរួចបងប្រុសគឺគាត់រៀបចំបាយទឹកឲ្យមកពេលបាទគឺអរគុណទឹកចិត្តបងប្រុសខ្លាំងមែនតើហើយពាក់ព័ន្ធជាមួយបាយហើយហ្នឹងក៏រៀបចំដោតត្រីដោតអីដាក់អាលុយមីញ៉ូមអាំងត្រីក៏ដូចជាយើងរៀបចំធ្វើស៊ុបក៏ដូចជារៀបចំស្លម្ជូរព្រៃហើយទៅដោយសារតែភ្ញៀវគាត់ពេលល្ងាចនេះគ្រាន់តែថ្ងៃចូលរោងទេបាទភ្ញៀវគាត់សឹងតែ20តុកហើយពុកម៉ែបងប្អូនទាំងអស់គ្នាហើយម្ហូបខ្ញុំគឺមាន4មុខហើយម្ហូបគាត់ដូចជាមាន2 3មុខទៀតឃើញអំពូមីងនៅខាងស្រុកភូមិគឺគាត់ធ្វើអញ្ចឹងណាឥឡូវនេះក៏រៀបចំស៊ុបពុះក៏រៀបចំដាក់បន្លែដែរយើងទៅហើយពាក់ព័ន្ធជាមួយស្រុកកំពង់ចាមគឺមិនមែនទៅលើកទី1ទេគឺថាខាងកំពង់ចាមនេះគឺទៅច្រើនដងហើយប៉ុន្តែខ្ញុំមិនដែលបានទៅគឺបងក្រុមការងារគាត់ទៅតែថ្ងៃនេះគឺបងប្រុសម្ចាស់កម្មវិធីគាត់ស្នើសុំឲ្យ admin ទៅលេងអញ្ចឹងណាអញ្ចឹងក៏បានទៅលេងដែរដោយសារតែកំពង់ចាមខ្ញុំអត់ទាន់បានទៅធ្វើវីដេអូទេអញ្ចឹងវីដេអូនេះគឺជាវីដេអូដំបូងសម្រាប់អ្នកខេត្តកំពង់ចាមអញ្ចឹងពាក់ព័ន្ធជាមួយបងប្អូននៅខាងខេត្តកំពង់ចាមបើសិនជាមានកម្មវិធីបាទតូចដូចជាកម្មវិធីធំកុំភ្លេចកូដ .tmm ស្នេហ៍គោស្រែបន្លែធម្មជាតិគឺធានាសេវាកម្មឲ្យបងប្អូនមកពេញចិត្តតែម្ដងហើយសម្រាប់បងប្អូនដែលបានមកហូបកូដនៅក្នុងកម្មវិធីនេះរសជាតិបែបណាកុំភ្លេចចូល comment ខាងក្រោមវីដេអូខ្ញុំបានដឹងផងសម្រាប់បងប្អូនដែលតែងតែតាមដានវីដេអូកូដ បាទ TMM ស្នេហ៍ខេត្តកំពង់ឆ្នាំងក៏ដឹងហើយថាបាទគោដុតខេត្តកំពង់ឆ្នាំងគឺយកគោស្រស់ទៅដុតប្ររយៈពេលបាទ4ទៅ5ម៉ោងគឺថាគោទម្ងន់ប៉ុណ្ណាក៏ដោយគឺធានាតាម20គីឡូឲ្យតែម្ដងណាគឺអត់មែនស្ងោគោហើយយកទៅដុតបន្តទេគឺអត់សូវមានជាតិទេហើយសម្រាប់ខ្ជុកនោះក៏ចោះច្រើនដែរពុកម៉ែបងប្អូនទាំងអស់គ្នារសាយើងដុតច្រើនមកណានេះបងប្រុសគឺម្ចាស់កម្មវិធីគាត់អ្នកកំងណាគាត់ថាគាត់ចង់ភ្លក់យូរហើយគាត់គុំយូរហើយឥឡូវគាត់ណាឆ្អិនភ្លាមគាត់បាទសូមភ្លក់ពីបិមាត់មុនហើយគាត់ប្រាប់ថាសំបីតែទឹកសោះហ្នឹងក៏ជាតិដែរមិនចាំបាច់ជ្រលក់ទឹកបោះទេ
គឺយកសាច់គោទៅជ្រលក់ដល់ទឹកសោះក៏អាចញ៉ាំបានដែរឥឡូវក៏រៀបចំប្រលះស្បែកចេញដើម្បីឲ្យទាញសាច់អាំងបារាទៅបាទគោទម្ងន់70គីឡូ76គីឡូនេះគឺមិនធម្មតាទេដាក់ឡើងសឹងតែត្រៀតបាទចាអើអាំងគោណាឥឡូវនេះគោយើងឆ្អិនហើយរៀបចំបងគាត់នៅពី3នាក់ដើម្បីរៀបចំបាទកាប់សាច់ឲ្យភ្ញៀវហើយខ្ញុំក៏រៀបចំបាទទៅយកឡានកំពុងតែធ្វើដឹងយ៉ាងណាយ៉ាងណីទេហើយបានបងប្រុសគាត់ជូនទៅបាទគាត់ទាញឡានទំនើបរបស់គាត់មកជូនយើងទៅហើយបាទឲ្យយើងអង្គុយហ្នឹងគឺសុទ្ធតែដាក់មុខងារបាទកៅអីម៉ាស្សាឲ្យទៀតដោយសារតែឃើញហត់បាទដុតគោក្តៅអីចឹងណាអរគុណទឹកចិត្តបងប្រុសខ្លាំងមែនតើគឺអត់មានអីទេគឺមានតែម្រាមដៃ10អរគុណបងប្រុសជូនពរបងរស់ស៊ីទទួលទានមានបានចឹងណាហើយមកដល់នេះឡានគឺអត់តន់ហើយទេសេតបដ ாய் អញ្ចឹងក៏មកអង្គុយលេងនៅមាត់ទន្លេមកអង្គុយគុណស្ពានគីហ្សូណាបន្តិចអត់ដែរបានមកទេខេត្តកំពង់ចាមលើកនេះគឺជាលើកទី1ហើយសម្រាប់ខ្ញុំប៉ុន្តែគោដុតធីមអែមស្នាមកជាលើកទី3ទី4ហើយមិនមែនលើកទី1ទេហើយឥឡូវនេះក៏បខំបាទខាងជាងឡានបន្តិចដែរហើយឥឡូវនេះគឺបងយើងចាញ់ឲ្យបងប្អូនអរគ្នាគឺអស់ក្រែលបាទទាំងប្រេងម៉ាស៊ីនទាំងឈ្នួលធ្វើឯហ្នឹងគឺថ្លៃកាទៀវថ្លៃកាហ្វេហ្នឹងគឺអស់82ទាំងអស់87ទាំងថ្លៃកាហ្វេជាងឥឡូវរៀបចំឡើងឡានត្រឡប់ទៅវិញហើយបន្ទាប់ពីឡើងឡានមកដល់កន្លែងកម្មវិធីហើយហ្នឹងគឺគួរយើងគឺម៉ត់ក្លែវតែម្ដងបាទនៅសល់តែមួយផ្លូវទេគ្រាន់តែឡានធ្វើហើយបាទអដូចចង់កាត់ម្ដងទៀតពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារតែផ្លូវឆ្ងាយហើយស្អែកយើងត្រូវទទួល3រោងទៀតអញ្ចឹងបើឡាននេះស្ទះគឺយើងយ៉ាប់ឯកលាំងក៏នៅនេះឡានក៏នៅនេះគឺមានបញ្ហាភ្ញៀវស្អែកហើយបានឡានធ្វើឲ្យក៏អខ្លាំងមែនទែនហើយមកដល់នេះគឺរៀបចំបាទកាប់សាច់កាប់អីដាក់ភ្ញៀវហើយខ្ញុំក៏សេរីកន្លែងឆ្លកក៏ដូចជាបាទពងក៏ដូចជាបោកអីហ្នឹងរៀបចំឲ្យបងបាទប្រុសម្ចាស់កម្មវិធីមួយចានដោយសារតែមកដល់នេះគឺគាត់យកចិត្តទុកដាក់តឹងពីមករហូតដល់យើងត្រឡប់ទៅវិញទាំងបាទធ្វើដំណើរទៅយកឡានយកអីហ្នឹងគឺអរគុណទឹកចិត្តបងប្រុសខ្លាំងតែឥឡូវនេះគឺសេរីអភិសេសដាក់ឲ្យគាត់ហើយគាត់ក៏ហៅខ្ញុំទៅចែកលេងនៅមុខបន្តិចដើម្បីយើងថតរូបទុកជាអនុស្សាវរីយ៍អញ្ចឹងណាហើយនេះគឺជាតុកបាទរបស់មិត្តភ័ក្តិគាត់គឺមកជុំគ្នាមើលទៅគឺសប្បាយរីករាយខ្លាំងមែនតើគ្រាន់តែថ្ងៃចូលរោងបន់ទេគឺខ្ញុំមើលឃើញថាបាទយើងកថាធំដុំម្លឹងហើយចុះទំរំតែថ្ងៃបនទៀតមិនដឹងថាបាទសប្បាយខ្លាំងប៉ុណ្ណាទេគាត់ខ្ញុំមកដល់ហ្នឹងគឺថាថតលេងជាមួយបងហើយក៏បានផ្តិតរូបទុកជាអនុស្សាវរីយ៍បាទ2 3ប៉ោះជាមួយបងដែរហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់បាទកុំភ្លេចជួយ like ជួយ share វីដេអូនេះម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតអរគុណច្រើនបាយបាយជួបខ្ញុំជាមួយនឹងវីដេអូក្រោយកុំភ្លេច share ម្នាក់មួយសម្រាប់បងប្អូនអ្នកខេត្តកំពង់ចាមទាំងអស់គ្នាផងដែរ